សូមចម្រើនពរឧបសគ្គដែលមានចិត្តជ្រះថ្លាក្នុងព្រះសម្មាដ៏បរិសុទ្ធការដែលអ្នកមានសេចក្តីប្រាថ្នាចង់ឆ្វេងយល់និងក្រេបជញ្ជក់នៅរធម៌ឲ្យបានស៊ីចម្រើននោះគឺជាមហាកុលចិត្តដ៏ប្រសើរក្រៃលែងដែលរក្សាទុកនៅពូជពងនៃសេចក្តីស្ងប់ក្នុងសន្តានចិត្តសេចក្តីសុខពិតប្រាកដមិនមែនកើតឡើងពីការដេញតាមបំពេញបំណងនៃកិលេសនោះឡើយគឺកើតឡើងពីការទូលមានចិត្តឲ្យស្ងប់រមាប់ចាអស់លធម៌ទាំងពួងសិលគឺជារបងការពារសេចក្តីខុសឆ្គងតាមផ្លូវនិងផ្លូវវិជ្ជាសិលគឺដីមានជីជាតិដែលជំរះនៅវេរាពានិងអំពើអាក្រក់ចេញពីកាយវិជ្ជាការដែលសិលមានភាពបរិសុទ្ធហើយភារកិច្ចបន្ទាប់គឺទមានចិត្តដោយការធ្វើភាវនាការចម្រើនសម្ភាវនាដូចជាការយកចិត្តមកផ្ដោតលើខ្យល់ដង្ហើមចេញចូលដែលហៅថាអានាបានសតិគឺជានិមិត្តរូបនៃការបង្កើតរបាំងការពារចិត្តមិនឲ្យរត់ទៅតាមអារម្មណ៍ខាងក្រៅការធ្វើសមាធិមិនមែនជាថ្មិចភ្នែកដើម្បីស្វែងរកភាពអស្ចារ្យអ្វីឡើយតែវាជាការសម្លឹងមើលទៅក្នុងចិត្តខ្លួនឯងដោយការដឹងខ្លួនការស្ងប់ចិត្តដោយសមាធិគឺជារឿងល្អប៉ុន្តែវានៅមិនទាន់អាចផ្ដាច់ឫសគល់នៃសេចក្តីទុក្ខបានឡើយដូច្នេះព្រះពុទ្ធសាសនាបានណែនឲ្យឈានទៅដល់ការចម្រើនវិបស្សនាពលគឺការដូរខាត់ប្រាជ្ញាដើម្បីមើលឃើញសភាវធម៌ទាំងឡាយទៅតាមការពិតអ្វីទៅជាការពិតនៃសត្វលោកឲ្យឈប់តោងទាមនៅរបស់ដែលមិនទៀងដើម្បីឲ្យការបដិបត្តិព្រះធម៌ចូលទៅក្នុងសន្តានចិត្តអនត្តាវិបស្សនាប្រាជ្ញានឹងជួយដាស់យើងឲ្យតោងទាមនៅរបស់ដែលមិនទៀងដែលរួមមានឲ្យការបដិបត្តិព្រះធម៌ស្រូបចូលទៅក្នុងសន្តានបានជ្រាលជ្រៅឧបាសកមិនត្រូវបែងចែកពេលវេលាវៀងពេលបដិបត្តិនិងពេលរស់នៅនោះឡើយពោលគឺត្រូវធ្វើឲ្យជីវិតប្រចាំថ្ងៃទាំងមូលคล้ายជាការបដិបត្តិធម៌កាលណាឧបាសកយកព្រះធម៌មកធ្វើជាគោលគ្រឹះនៃជីវិតនោះរូបអ្នកនឹងទទួលបាននៅសេចក្តីសុខដ៏ថ្លៃថ្លាជាសេចក្តីសុខដែលមិនងាករេទៅតាមខ្យល់នៃលោកីយឡើយសាធុសាធុសាធុ